Hello ក៏សួស្តីបងប្អូនសាជាថ្មីម្ដងទៀតមកកាន់វីដេអូថ្មីវីដេអូនេះដែរតពីវីដេអូដែលយើងទៅខាងខេត្តកំពតបន្ទាប់ពីយើងដើរលេងនៅឆ្នេរកែបហើយញ៉ាំអីហើយយើងក៏ឡើងមកលើភ្នំបូកគោបងប្អូនអ្នកគ្នាពីតាមផ្លូវទេសភាពអែមបងប្អូនអ្នកគ្នាហើយក៏លើកទី1ដែរដែលជិះម៉ូតូឡើងលើភ្នំបូកគោបងប្អូនអ្នកគ្នាហើយយើងឡើងទៅលើភ្នំបូកគោនេះយើងឡើងទៅប្រហែល1ម៉ោង2ម៉ោងយើងក៏ចុះមកក្រោមវិញទៅផ្ទះហើយទេសភាពលើភ្នំបូកគោនេះធម្មជាតិខៀវខ្ចីបងប្អូនគ្នាហើយបើមានអាកាសលើក្រោយមកម្ដងទៀតសាក្រោយយើងមកបោះតង់បងប្អូនគ្នាហើយលើភ្នំបូកគោនេះបងប្អូនគ្នាត្រជាក់បងប្អូនគ្នាហើយខ្ពស់បងប្អូនគ្នាហើយផ្លូវកោងសាហាវបងប្អូនគ្នាយើងឡើងទៅនេះក៏អំណោយផលដែរអត់មានភ្លៀងទេបងប្អូនអ្នកគ្នាហើយចាំមើលពេលចុះមកវិញមិនដឹងបងប្អូនអ្នកគ្នាហើយមកលើកទី1នេះឃើញទេសភាពអូយស្អាតមែនទែនបងប្អូនអ្នកគ្នាហើយជិះម៉ូតូអញ្ចឹងទៀតអូយ fresh សាហាវហើយបងប្អូនអ្នកគ្នាកុំភ្លេច follow ហើយ like ហើយ share ម្នាក់មួយផងដើម្បីបានទទួលវីដេអូថ្មីពីខ្ញុំបងប្អូនអ្នកគ្នាហើយយើងឡើងមកភ្នំបូកគោនេះយើងក៏អត់នៅអង្គុយទេបងប្អូនគ្នាក៏យើងដើរមើលហើយយើងក៏ចុះមកវិញព្រោះយើងញ៉ាំអីនៅខាងកែបហើយបងប្អូនគ្នាយើងញ៉ាំអីហើយលើភ្នំមកបងប្អូនគ្នាស្អាតបងប្អូនគ្នាអើយមកម្ដងហើយចង់មកម្ដងទៀតហើយក៏ដែលយើងទៅនេះយើងទៅខាងបឹងបូកគោបងប្អូនគ្នាយើងទៅដើរលេងមើលទេសភាពហើយយើងក៏ចុះមកវិញហើយបន្ទាប់ពីយើងជិះយ៉ាងយូរខ្ទង់1ម៉ោងជាងយើងក៏មកដល់ខាងបឹងបូកគោនៅខាងលើភ្នំបូកគោនេះបងប្អូនគ្នាហើយម្ដងនេះមនុស្សច្រើនបងប្អូនគ្នាកកណាយើងក៏ដើរមើលតាមទំនប់ហើយនេះទំនប់ទឹកនេះស្អាតមែនទេបងប្អូនគ្នាទំនប់លើភ្នំបូកគោនេះបងប្អូនមកលេងកុំភ្លេចមកកន្លែងនេះស្អាតថតរូបស្អាតមកនេះហើយខែវស្សានេះទេសភាពលើភ្នំបូកគោមានអាបមានភ្លៀងហើយធម្មជាតិខៀវខ្ចីបងប្អូនគ្នាហើយយើងមក fresh សាហាវបងប្អូនគ្នាហើយកុំភ្លេចមកលេងទាំងអស់គ្នាហើយបងប្អូនឡើងលើភ្នំបូកគោនេះសូមជាប្រយ័ត្នប្រយែងផងបងប្អូនគ្នាហើយដោយសារអីវាផ្លូវកោងបងប្អូនគ្នាយើងជាប្រយ័ត្នប្រយែងទាំងអស់គ្នាហើយឥឡូវនេះវីដេអូយើងក៏មកដល់ទីបញ្ចប់ដែរហើយក៏សូមអរគុណបងប្អូនអរគ្នាតាមដានវីដេអូរហូតដល់ចប់យើងចង់មកវិញនេះក៏មានអាប់មានអីហើយក៏ភ្លៀងតាមផ្លូវស្អាតមែនទេបងប្អូនគ្នាហើយជួបគ្នានៅវីដេអូក្រោយទៀតហើយកុំភ្លេច follow ហើយនិង share ម្នាក់មួយផងជួបគ្នានៅវីដេអូក្រោយទៀតសូមអរគុណបងប្អូនគ្នាជម្រាបលា